បាទសុខរូបសម្ដេចអាយដាមលោកជំទាវលោកស្រីនាងកញ្ញានិងប្រិមិត្តដែលកំពុងតាមដានទស្សនាកម្មវិធីសន្ទនាថ្ងៃនេះរបស់ស្ថានីយ៍ទូរទស្សន៍ CNC ប៉ុស្តិ៍ព័ត៌មាន24ម៉ោងបាទសម្រាប់ថ្ងៃនេះកម្មវិធីសន្ទនាថ្ងៃនេះរបស់យើងបាទសូមគោរពអញ្ជើញប្រិមិត្តទូទាំងជនស្ដាប់និងទស្សនានៅការសម្ភាសក៏ដូចជាបទយការពីកម្មវិធីរបស់យើងដូចតទៅទៀតនាងខ្ញុំថាណាសូមគោរពនឹងជម្រាបសួរទស្សនិកជនដែលកំពុងតាមដានទស្សនានៅក្នុងកម្មវិធីសន្ទនាថ្ងៃនេះជាទីមេត្រីចានៅថ្ងៃនេះលោកអ្នកបានជួបជាមួយនឹងនាងខ្ញុំហើយប្រធានបទដែលយើងនឹងមកពិភាក្សាគឺពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាថ្មីដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជារួមជាមួយនឹងពិភពលោកផងដែរហើយភ្ញៀវកិត្តិយសរបស់យើងគឺលោក Steven Pat លោកគឺជានាយកនៃក្រុមហ៊ុន Angkor1.com ចាសូមជម្រាបសួរលោក Steven ចាបែកគ្នាមួយសប្តាហ៍តើសុខទុក្ខយ៉ាងណាដែរចាបាទសុខសប្បាយចាលោក Steven ថ្ងៃនេះយើងមានប្រធានបទច្រើនដែរដែលនឹងមកពិភាក្សាហើយជម្រាបជូនទៅដល់បងប្អូនទស្សនិកជនរបស់យើងដែលចូលចិត្តទស្សនានៅក្នុងកម្មវិធីដែលស្ដីពីបច្ចេកវិទ្យាប៉ុន្តែឥឡូវនេះចង់ជម្រាបសួរពី Gangnam Style នេះក្បាច់រាំរបស់លោកសាយដែលជាអ្នកចម្រៀងជនជាតិកូរ៉េហើយនាងខ្ញុំចាប់អារម្មណ៍មួយសូម្បីតែលោកបានគីមូនឯកឧត្តមបានគីមូនក៏រាំ Gangnam Style ដែរចាអញ្ចឹងឥឡូវចំនួនអ្នកចូលទស្សនាហ្នឹងយ៉ាងណាហើយការឡើងយ៉ាងដូចម្ដេចដែរចាយើងឃើញទៅបន្តិចទៅយើងឃើញជុំវិញពិភពលោកចេះគេចាប់អារម្មណ៍វីដេអូនេះខ្លាំងណាស់ហើយចិត្តថាខាងពួកអ្នកល្បីអ្នកអេខាងដូចនិយាយមិញខាងយកបាន politician ហ្នឹងគេខាងសាបែកហើយប្រតិករគេចេះធ្វើតាមមកហើយខាងផ្សារហ្នឹងអញ្ចឹងមួយសប្តាហ៍នេះយើងឃើញវីដេអូរបស់លោកស្រីហ្នឹងខាងផ្សារបាន view បានច្រើនជាងគេទាំងអស់ក្នុងយើងមើលក្នុងប្រហែលខែនេះក្នុងមួយអាទិត្យនេះយើងឃើញបានឡើង85លាន views នឹងច្រើនជាងគេទាំងអស់ហើយអាហ្នឹងក្នុងញ៉ៃឃើញ12លាន views ចាក្នុងមួយថ្ងៃបាទក្នុងមួយញ៉ៃឃើញ12លានអ្នកមើលវីដេអូហ្នឹងចាអញ្ចឹងយើងដល់ប្រហែលជិត600លានអ្នកហើយ600លាន views ហើយសតតែបានជិត200លានទៀតបានលេខ1ក្នុង YouTube ក្នុង history for youtube.com ហ្នឹងហ្មងអូចាដូច្នេះយើងនៅធ្វើ countdown ឃើញឲ្យដល់ពេលដល់ break history ហ្នឹងយើងនៅផ្សាយក៏សប្តាហ៍ហើយយើងចេះទៅគេថាយើងស្មានតែបែបនៅក្នុងតែបាទខែទៀតហ្នឹងត្រូវបាន break history បាទកម្មនឹងបានហើយចាគាត់ថាអស្ចារ្យដែរពីព្រោះថាក្បាច់រាំនេះមិនធម្មតាព្រោះដោយសារតែសំបីតាអ្នកនយោបាយសិស្សសាលាអញ្ចឹងអ្នកនៅតាមទីផ្សារនានានៅក្នុងប្រទេសមួយចំនួនអញ្ចឹងទៅគឺគាត់រាំតាមលោកសាយដែលជាអ្នកចម្រៀងល្បីរបស់កូរ៉េខាង Gangnam Style ចាអរគុណឥឡូវនេះយើងងាកមកកាន់ Facebook វិញម្ដងដែលយើងក៏សង្កត់ឃើញថា Facebook គឺជាបណ្ដាញនៃទំនាក់ទំនងសង្គមដ៏ធំមួយនៅក្នុងពិភពលោកហើយប្រទេសកម្ពុជាយើងក៏មានកំណើននៃអ្នកប្រើប្រាស់ Facebook នេះកាន់តែច្រើនឡើងផងដែរប៉ុន្តែក៏សម្គាល់ដូចជាព័ត៌មានថ្មីនេះមានក្មេងស្រីប្អូនស្រីម្នាក់ដែលត្រូវបានមិត្តភ័ក្តិស្គាល់គ្នាតាម Facebook ហ្នឹងប្រភពព័ត៌មានបានអះអាងថាអញ្ចឹងស្គាល់គ្នាតាម Facebook ហើយគាត់ណាត់ជួបគ្នាហើយឈានទៅដល់ការធ្វើឃាតកម្មអីផ្សេងតើកត្តានេះលោក Steven គិតយ៉ាងដូចម្ដេចដែរហើយនៅក្នុងនោះមានការផ្ដល់នៅយោបល់យ៉ាងដូចម្ដេចខ្លះចំពោះអ្នកប្រើប្រាស់ Facebook បាទពេលខ្ញុំឮព័ត៌មានពាក់ព័ន្ធរឿងខាង Facebook ពួកអ្នកប្រើទៅហើយបានជួបគ្នាបានស្គាល់គ្នាហើយតបមានរឿងការចេះខ្ញុំឃើញទៅខ្ញុំដូចឈឺចិត្តរឿងស្ដាប់ឮព័ត៌មានចឹងពួកយើងដូចយើងនិយាយបានសប្តាហ៍មុនហ្នឹងយើងក្នុងកម្មវិធីនេះយើងថាយើងបានដឹងរឿងថារឿង Facebook ល្បីមែនជុំវិញពិភពលោកមាន1000លានអ្នកប្រើ Facebook រាល់ថ្ងៃតែយើងប្រាប់ដែរថា Facebook វាល្អរឿងបានចូលក្នុង website យើងបានមានរូបថតបានអីហើយយើងទៅ share ទៅមិត្តភ័ក្តិយើងបងប្អូនយើងហើយបានអ្នកណាដូចយើងបើយើងនៅស្រុកខ្មែរយើងបាន share រូបថតរបស់យើងទៅនៅខេត្តណាផ្សេងឬទៅស្រុកណាផ្សេងអញ្ចឹងព័ត៌មានអស់ហ្នឹងល្អហើយគឺនឹងវាមែនតើបានចំណេញគ្នាយើងអ្នកប្រើហ្នឹងបានចំណេញច្រើនណាស់តែ
រឿងអីក៏ដោយ website ឬ technology ខាង app ខាងអីមានអីវាល្អច្រើនតែមានរឿងអីតិចដែរត្រូវយើងត្រូវប្រយ័ត្នចាហើយរឿងយើងប្រយ័ត្នហ្នឹងយើងដូចនិយាយកាលមុនហ្នឹងពេលយើងរើសមិត្តភ័ក្តិយើង Facebook friends យើងមិនតែត្រូវប្រយ័ត្នគឺហ្នឹងព្រោះអ្នកណាគេចង់ស្គាល់យើងតាម Facebook តាមអ៊ីនធឺណិតមានច្រើនហើយអ្នកគេមើលតាមអ៊ីនធឺណិតហ្នឹងពីច្រើនពួកអ្នកខ្លះចង់តែស្គាល់គេចង់ស្គាល់គេអ្នកខ្លះគេមែនតើគំនិតគេល្អគេចង់ថាបានស្គាល់គេទៅបានគ្នាមិត្តភ័ក្តិអីទៅអ្នកណាគេជាប់រៀននៅ high school ហើយបែកគ្នាទៅហើយដល់ពេលគេទៅ university ទៅគេទៅធ្វើការធ្វើអីទៅហើយគេចង់បានតាក់ទងគ្នាវិញអញ្ចឹងមែនតើពីច្រើនល្អហើយ99%រឿងយើងស្គាល់គ្នាអញ្ចឹងវាល្អហើយចាតែមានខ្លះមានអ្នកខ្លះខូចអ្នកខ្លះដូចថាបើគេឃើញយើងគ្រួសារយើងអីបើឃើញគឺថាអ្នកមួយគេផ្សាយរឿងជីវិតរបស់គេធ្វើការគេជោគជ័យគេមានគ្រួសារអីដូចអ្នកមានអីអញ្ចឹងទៅហើយយើងទៅធ្វើមិត្តភ័ក្តិពួកអ្នកណាខូចអញ្ចឹងគេមានឃើញអញ្ចឹងគេចង់បានស្គាល់ហើយគេចង់ធ្វើអីចំណេញផុសឲ្យគេហើយអ្នកខ្លះគេធ្វើចំណេញអីកន្លងគេអត់ពិតថាបានជួយបានការងារមួយគ្នាអញ្ចឹងល្អហើយអត់អីទេចាតែអ្នកខ្លះទៀតគេគិតទៅដូចរឿងយើងឃើញសប្តាហ៍មុនហ្នឹងគាត់យូរ19ឆ្នាំហ្នឹងមានមិត្តភ័ក្តិប្រហែលពាន់នាក់ដែរក្នុង Facebook ហើយបានស្គាល់បាទស្រីមួយម្នាក់ហើយទៅបានគាត់ទៅណាត់ជួបមួយគ្នានៅផ្ទះហើយនៅផ្ទះបានគេធ្វើបាបចាសម្រាប់ហើយសម្រាប់រឿងហ្នឹងវាប្លែកមួយដែរធម្មតាគេនិយាយក្នុងព័ត៌មានហ្នឹងគេថាធម្មតាមិត្តភ័ក្តិមួយខាងស្រីធ្វើមកធ្វើបាបអញ្ចឹងគេអត់សូវមានលឺរឿងអញ្ចឹងទេចាធម្មតាពួកអ្នកណាដូចមិត្តធំអីប្រុសអីណាហ៊ានធ្វើបាបអញ្ចឹងរឿងនេះវាប្លែកដែរតែយើងឃើញអញ្ចឹងយើងត្រូវរឿងយើងប្រើ Facebook រឿងយើងស្គាល់គេតាមហ្នឹងយើងត្រូវប្រយ័ត្នច្រើនណាយើងដឹងប្រហែលគាត់ផងគេអញ្ចឹងយើងបានស្គាល់គេទៅគេដាក់យើងទៅជួបអញ្ចឹងយើងបានមានអ្នកណាមិត្តភ័ក្តិយើងបងប្អូនណាអ្នក introduce គាត់ឲ្យបានជួបយើងឯងអញ្ចឹងយើងពេលខ្លះយើងនៅក្មេងអីយើងស្គាល់បានដឹងអីច្បាស់រឿងយកអីរឿងការងារយករឿងអ្នកគេណាមកជួបយើងអីអញ្ចឹងយើងពីច្រើនយើងចេះតែទុកចិត្តគេចានេះយើងដូចធម្មតាអញ្ចឹងហើយក្មេងយើងដូចថាយើងចង់ធ្វើឲ្យវាល្អត្រឹមត្រូវរស់រាយអញ្ចឹងយើងចេះបានស្គាល់គ្នាអញ្ចឹងពីច្រើនគេថា friends អីយើងចេះប្រកបទៅល្អក្នុងជីវិតយើងតែរឿងនេះយើងចង់និយាយនឹងថារឿង Facebook មិត្តភ័ក្តិមែនតើយើងចង់រកមិត្តភ័ក្តិឲ្យបានខុបឲ្យយើងបាននិយាយមួយគ្នាបានហើយដូចខ្ញុំនិយាយប្រហែលសប្តាហ៍មុនហ្នឹងគេធ្វើ study ដែរបើយើងរកមិត្តភ័ក្តិណាយើងចេះស្គាល់គ្នាយើងចេះ share ថយមួយគ្នាមែនតើគេថាខ្មោចលើស150នាក់ផងខំ150នាក់វាល្មមហើយដូចខ្ញុំអញ្ចឹងខ្ញុំប្រើ Facebook ប្រហែលឆ្នាំហើយខ្ញុំអ្នកខាង Anchor One ធ្វើអីខាង IT ខាងអីច្រើនគេស្គាល់ខ្ញុំច្រើនហើយតាមអ៊ីនធឺណិតតែមិត្តភ័ក្តិខ្ញុំរាល់ថ្ងៃមានតែម៉ាត់70នាក់អីហ្នឹងនៅក្នុង Facebook ជនអ្នកណាខ្ញុំស្គាល់បើអ្នកណាខ្ញុំអត់ស្គាល់ទេខ្ញុំអត់ទៅ accept គាត់ទេអញ្ចឹងតែយើងនិយាយកាលមុនហើយថាបើយើងត្រូវការធ្វើផ្សាយខ្លួនយើងហើយទៅបានស្គាល់គេផ្សេងយើងបង្កើត fan page អីទៅfan page ណាផ្សេងខុសគ្នាពី personal account របស់យើងចាបាទចាដូច្នេះទស្សនិកជននេះគឺជាសារដ៏សំខាន់មួយសម្រាប់បងប្អូនដែលជាអ្នកប្រើប្រាស់ Facebook សូមឲ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់នៅបណ្ដាញទំនាក់ទំនងសង្គមមួយនេះជាពិសេសដោយសារតែយើងឃើញនៅរឿងដែលបានកើតឡើងក្នុងពេលថ្មីកន្លងមកនេះដោយដែលលោក Steven បានលើកឡើងហើយក្នុងនោះគឺបើតាមយោបល់របស់លោក Steven ដែលបានលើកឡើងអំបញ្ញមិញថាគួរតែមានការកំណត់នៅចំនួនមិត្តភ័ក្តិ
ឲ្យថាឲ្យយើងស្គាល់អ្នកណាបានច្បាស់លាស់ចឹងទៅចាំ accept friends អីចឹងទៅចា បាទ ចានេះគឺជាគំនិតមួយដែលត្រូវពិចារណាសម្រាប់ឲ្យយើងជឿជាក់ថាបងប្អូននឹងពិចារណាសម្រាប់ករណីមួយនេះពីព្រោះថាយើងមិនចង់ឲ្យមានករណីដែលបានកាត់ឡើងកន្លងមកតាមរយៈការធ្វើឃាតកម្មដោយសារតែស្គាល់គ្នាតាមរយៈ Facebook នោះកាត់ឡើងម្ដងនោះទៀតទេចាឥឡូវនេះយើងងាកទៅដល់រឿងមួយទៀតវិញលោក Steven ពីព្រោះថានិយាយរួមទៅតាំងពី show យើងចាប់ផ្ដើមមកដូចជាអត់ដែលបាននិយាយពីក្រុមហ៊ុន Microsoft ទេណាចាប៉ុន្តែឥឡូវនេះដូចជាឮថា Microsoft មាន event មួយថ្មីដែលទើបតែបង្កើតអ្វីមួយថ្មីសម្រាប់អតិថិជនរបស់ខ្លួនតើនោះគឺជាអ្វីចាបាទ Microsoft បានឆ្នាំនេះមែនតើ Microsoft ស្ញាក់ដែរអត់សូវបានមានឮព័ត៌មានអីធំចេញពី Microsoft ទេយើងឮព័ត៌មានមកពី Google មកពី Apple មកពី Samsung តែខាង Microsoft ស្ញាក់មកពីក្នុងប្រហែលឆ្នាំនេះខាង Microsoft CEO Steve Ballmer មុន Steve Ballmer CEO នៅ Microsoft ឈ្មោះ Bill Gates គាត់អ្នកបង្កើត Microsoft ហើយគាត់អ្នក billionaire ច្រើនជាងគេហើយ Bill Gates គាត់លេងធ្វើ CEO តែបាន Steve Ballmer គាត់លោក Steve Ballmer គាត់ក្នុងមួយឆ្នាំនេះមែនតើគាត់រៀបចំវាទាំងអស់ឲ្យបានបង្កើត operating system ថ្មីឈ្មោះ Windows 8 កាលមុនហ្នឹងមាន Vista Windows 7 ឥឡូវហ្នឹង Windows 8 ចា៎ ហើយអ្នកខាងពួកព័ត៌មានអីពួក analyst ទាំងអស់គេជឿថា CEO Steve Ballmer គាត់ក្នុង Microsoft ហ្នឹងគាត់មែនតើអត់បានធ្វើអីល្អទេហើយ Microsoft ចិត្តតែធ្លាក់ទៅក្រោយ Apple Google អី